បាទជាតាមសរុបទូទាំងជនអាត្មាឈ្មោះកេសខុមជានាយករដ្ឋបាលសុខភាពនៃខេត្តកោះចេះខ្ញុំសូមជូនជាដំណឹងដល់សាធារណជនអំពីស្ថានភាពប្រទេសជាតិបច្ចុប្បន្នថាសូមឲ្យប្រជាពលរដ្ឋនៅក្នុងរស់នៅសុខភាពក៏ដូចជាទូទាំងប្រទេសនិងក្រៅប្រទេសផងដែរសូមជួយជាទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលនិងព័ត៌មាននៃក្រសួងព័ត៌មានសូមកុំផ្សព្វផ្សាយនៅព័ត៌មានដែលមិនពិតដែលមិនមានប្រភពច្បាស់លាស់ហើយសូមបន្តនិងជឿជាក់និងផ្សព្វផ្សាយនៅព័ត៌មានអ្វីដែលជាថ្មីជាពិតប្រាកដរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងព័ត៌មានដើម្បីឲ្យប្រទេសជាតិមានស្ថិរភាពនិងកុំឲ្យមានការរកឬក៏មានបញ្ហានៅក្នុងប្រទេសជាតិដោយសារស្ថានភាពដោយសារយើងទទួលព័ត៌មានមិនច្បាស់លាស់ហើយយើងចែកម្លែកព័ត៌មានច្បាស់លាស់ធ្វើឲ្យប្រទេសជាតិបានជ្រួលច្បល់បាទជាចុងក្រោយសូមអរគុណសូមគោរពជូនពរថ្នាក់ដឹកនាំរដ្ឋដាប់ថ្នាក់ដែលបានពុះពៀននិងទេវវិធីក៏ដូចជាការងារជាច្រើនសំខាន់ដើម្បីការពារសន្តិសុខស្ដាប់ធ្នាប់និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋในឱកាសនេះបាទហើយជាចុងក្រោយខ្ញុំសូមផ្ដាំថាត្រូវនិយាយថាទេចំពោះព័ត៌មានដែលคล้ายៗបាទសូមអរគុណ